วิธีដោះលេខកូដដែលយើងបានคลิกនិងដោះ Google Account នៅលើទូរស័ព្ទ Realme C55 បាទដែលមាន Android version 15ហ្នឹងហើយអញ្ចឹងសម្រាប់ការដោះលេខកូដនៅលើ Realme និង Oppo បាទយើងធ្វើវិធីដូចគ្នាបងប្អូនណាហ្នឹងហើយមិនថាដោះលេខកូដឬក៏ដោះ Google Account ទេគឺដូចគ្នាទាំងអស់តែម្ដងហ្នឹងហើយសម្រាប់ version 15នេះបងប្អូនខ្លះនៅមិនទាន់ដឹងពី technique ក្នុងការដោះទេបាទវារៀងពិបាកបន្តិចហ្នឹងហើយអញ្ចឹងបើសិនជាបងប្អូនបានឃើញវីដេអូនេះហើយកុំភ្លេចជួយ share បាទចុច like ចុច share ម្នាក់មួយបាទក្រែងថ្ងៃណាមួយយើងភ្លេចយើងអាចដោះស្រាយបានខ្លួនឯងដែរហើយ Realme C55 មកគ្រឿងនេះមានបញ្ហានៅលើ sensor បន្តិចដែរប្រហែលជាមកពីចូលដីហើយមើលទៅចុចអីអត់កើតទេដោយបងប្អូនបានឃើញហើយប៉ះបន្តិចលោតបាទសំបីតែចុចបិទក៏បិទមិនទៅដែរដោយសារតែវាបាំង sensor ណាហ្នឹងហើយអាទូរស័ព្ទជាប់លេខកូដនោះមធ្យមមេងុំអាបាំង sensor នោះចុចស្មានមិនបានទៀតចាំមិនថាវ៉ាន់កូដហ្មងសំបីតែចុចបិទហ្នឹងក៏បិទមិនទៅដែរដោយបងប្អូនបានឃើញហើយបាទពេលដែលយើងចុចបិទហើយវាត្រូវឲ្យយើងអូសនេះមកក្រោមមកឃើញទេបាទតែអូសមិនទៅយ៉ាងមានតែវិធីមួយទេហ្នឹងហើយយើងត្រូវសកត់នៅលើប៊ូតុងដំឡើងសំឡេងហើយនឹងប៊ូតុង power ហ្នឹងសកត់ឲ្យជាប់កុំដកដៃតែហ្មងណាបាទសកត់ឲ្យជាប់រហូតដល់វាលុតហ្មងហើយនៅពេលដែលវាលុតភ្លើងភ្លាមបងប្អូនត្រូវប្រញាប់ដកដៃចេញពីកន្លែងប៊ូតុងដំឡើងសំឡេងទុកនៅតែកន្លែងប៊ូតុងបន្ថយសំឡេងហើយនឹងប៊ូតុង power អញ្ចឹងនៅបន្តចុចប៊ូតុង2ហ្នឹងប្រហែលជា2វិនាទីបងប្អូនដកដៃកន្លែង power ចេញមុនបាទហើយយើងរងចាំបន្តិចទៀតពេលចេញ logo Realme ចឹងមកបងប្អូនដកដៃចេញហើយបងប្អូននឹងឃើញមានពាក្យថា recovery mode ទៅនៅខាងក្រោមបាទអញ្ចឹងយើងរងចាំបន្តិចបាទនិយាយទៅ Realme ហើយនឹង Oppo យើងធ្វើដូចតែគ្នាទេបងប្អូនបាទតែទូរស័ព្ទនេះវារៀងញ៉ៃញ៉ៃដោយសារវាជាប់ sensor ណាបាទដល់អញ្ចឹងវាពិបាកបិទហ្នឹងហើយអញ្ចឹងកន្លែងនេះយើងជ្រើសរើសយកភាសាអង់គ្លេសបាទហើយចុចលើពាក្យ format data ហ្នឹងហើយអញ្ចឹងបងប្អូននឹងឃើញមានលេខកូដ4ខ្ទង់នៅត្រង់កន្លែងនេះបាទវាយចូលមក format ចុច format មកបាទអញ្ចឹងវាកំពុងតែធ្វើការ clear ហើយបាទអញ្ចឹងរាល់ឯកសារកម្មវិធីផ្សេងដែលយើងទៅឡើងនៅលើអេក្រង់ហ្នឹងវានឹងបាត់ទាំងស្រុងតែម្ដងបាទអត់មានវិធីគេយកមកវិញទេបាទសិនជាមានក៏គេត្រូវធ្វើតាមកុំព្យូទ័រដែរបាទដល់ពេលធ្វើតាមកុំព្យូទ័រយើងត្រូវចំណាយលុយហើយហ្នឹងហើយអញ្ចឹងយើងមានតែធ្វើវិធីនេះយើងធ្វើបានខ្លួនឯងនៅផ្ទះហើយមិនអស់លុយអូខេអញ្ចឹងទូរស័ព្ទយើងវាចាប់ដើម restart បាទតែបន្តិចទៅវា load ឲ្យយើងចុច OK ហើយវា restart ហើយយើងរងចាំតែបន្តិចវាចេញមកវិញហើយអូខេចុចលើ OK មកបាទអញ្ចឹងវា restart ទៅហើយអញ្ចឹងខ្ញុំសូមធ្វើការកាត់វីដេអូនេះចោលបន្តិចបាទកុំឲ្យរងចាំយូរហ្នឹងហើយវានៅអញ្ចឹងវារៀងចាំយូរបន្តិចដែរហើយដើម្បីកុំឲ្យខាតពេលខ្ញុំសូមកាត់វីដេអូចេញបន្តិចអូខេបន្ទាប់ពីយើងរងចាំអស់រយៈពេល7នាទីបាទចេញមកវិញហើយ hello អញ្ចឹងបងប្អូនចុចសញ្ញាព្រួយទៅបាទហើយយើងជ្រើសរើសភាសាដើម្បីងាយស្រួលក្នុងការដោះ Google Account បងប្អូនជ្រើសរើសយកភាសាអង់គ្លេសមកបាទឥឡូវវាជាប់បាត់ហើយអ្នកឃើញរូបកូនសោនៅលើនេះអត់ហ្នឹងហើយអញ្ចឹងយកភាសាអង់គ្លេសហើយចុច next មកដល់កន្លែងនេះយើងនៅកម្ពុជាយើងជ្រើសរើសយក Cambodia មកបាទ Cambodia ហើយចុច next បាទចុច next ទៀតមកដល់ត្រង់នេះគេឲ្យយើង connect ជាមួយនឹង Wi-Fi បាទយល់ល្អសម្រាប់ការដោះ Google Account នៅលើ version 15បងប្អូនគួរតែ share hotspot ងាយស្រួលជាងហ្នឹងហើយតែឥឡូវខ្ញុំសូមធ្វើការ connect ជាមួយនឹង Wi-Fi ខ្ញុំសិនហើយចុច save នៅខាងលើនេះបាទអញ្ចឹងនៅពេលដែល Wi-Fi លោតចេញមកហើយបងប្អូនចុច next ទៅមុខទៀតសម្រាប់បងប្អូនដែលទើបចូលមកថ្មីកុំភ្លេចជួយចុច like ចុច share បាទក៏ដូចជា subscribe ម្នាក់មួយផងបងប្អូនណាបាទត្រង់នេះចុច down copy បាទយើងរងចាំបន្តិចអញ្ចឹងសម្រាប់ការដោះ Google Account នៅលើ Android version 15បាទមិនថា Oppo ឬក៏ Realme ទេយើងធ្វើតាមវិធីនេះដូចគ្នាបាទឥឡូវឃើញថាវាជាប់ Google Account ហើយបាទអញ្ចឹងយើងមិនអាចទៅមុខទៀតទេបាទយើងចុចថយក្រោយវិញមកបាទយើងមានតែថយក្រោយទេបងប្អូនបាទយើងរកវិធីដោះវាបាទថយឲ្យអស់បងប្អូនបាទថយឲ្យអស់មកដល់កន្លែងតំពរដើមគេវិញបាទមកដល់កន្លែងយើង call វិញណានេះបងប្អូនបាទឥឡូវជំហានដំបូងគេមុននឹងយើងចូលទៅធ្វើការដោះ Google Account បងប្អូនត្រូវចូលមកឆែកមើល version វាសិនបាទចូលមកកន្លែង call នេះមកនេះបាទចូលកន្លែងហ្នឹងដើម្បីបងប្អូនវាយផ្កាយត្រង់ជ្រូក899ត្រង់ជ្រូកបាទហើយវាលោតផ្ទាំងនេះមួយមកឲ្យបងប្អូនចុចនៅលើពាក្យ software version បងប្អូននឹងឃើញមានកន្លែងគេដាក់ថា Android version កន្លែងនេះបាទវាមានលេខ15បាទអញ្ចឹងទូរស័ព្ទយើងវាមាន version 15ណាអញ្ចឹងយើងចុចថយមកក្រោយវិញមកបាទចុចថយមកក្រោយបងប្អូនចុច next ទៅវិញបាទកន្លែងនេះយើងយកកម្ពុជាដូចមិញដែរមកបាទហើយចុច next ទៀត next ទៀត
បាទអញ្ចឹងមកដល់កន្លែងនេះបងប្អូនត្រូវចុចផ្ដាច់ Wi-Fi ចោលសិនបាទមិញខ្ញុំបាន connect ជាមួយ Wi-Fi ឥឡូវខ្ញុំធ្វើការផ្ដាច់ Wi-Fi ខ្ញុំចោលបាទបន្តមកទៀតបងប្អូនត្រូវការទូរស័ព្ទមួយគ្រឿងទៀតដើម្បីធ្វើការ share hotspot បាទបើមិនធ្វើការ share hotspot ទេយើងធ្វើតាម Wi-Fi អត់បានទេបងប្អូនឬមួយក៏បងប្អូនដាក់ SIM ហ្នឹងក៏ពិបាកក្នុងការធ្វើដែរអញ្ចឹងគឺមានវិធីតែមួយគត់គឺយើងត្រូវការធ្វើការ share hotspot ពីទូរស័ព្ទផ្សេងមួយទៀតបាទអញ្ចឹងខ្ញុំគ្រាន់តែធ្វើការបើក hotspot ខ្ញុំបាទហើយខ្ញុំឥឡូវធ្វើការវាយបញ្ចូលជាមួយនឹងលេខកូដ hotspot ខ្ញុំសិនបាទបងប្អូនរងចាំបន្តិចអត់ទាន់ឃើញ load ឈ្មោះទូរស័ព្ទខ្ញុំមកទេអូខេឥឡូវចេញមកហើយបាទអញ្ចឹងខ្ញុំគ្រាន់តែconnect ជាមួយនឹង hotspot ខ្ញុំបាទវាយបញ្ចូលលេខកូដ hotspot ខ្ញុំចូលហើយត្រូវរងចាំឲ្យសញ្ញា Wi-Fi វា load មកសិនបាទឥឡូវយើងត្រៀមទាំងអស់គ្នាបិទ hotspot ហើយបញ្ញាប់ចុចលើពាក្យ next បាទយើងចុចបិទ hotspot មុនបាទហើយចុច next ចាំមើលវាទៅអត់អត់ទៅទេបងប្អូនដោយសារ Wi-Fi វាអត់ទាន់ load ផ្ដាច់ឃើញទេបាទអញ្ចឹងវាអត់ទៅទេវានៅអញ្ចឹងបាទឥឡូវយើងព្យាយាមម្ដងទៀតបាទឥឡូវយើងធ្វើការបើក hotspot វិញសិនមកបាទនេះថយក្រោយវិញបាទអត់ទៅមកទេបាទបងប្អូនបាទយើងដោយសារ Wi-Fi វាគ្រាន់ដាច់ពេកណាយើងចុចបិទហើយតែវាអត់ទាន់ដាច់ Wi-Fi អញ្ចឹងយើងធ្វើការបើក hotspot សាថ្មីហើយចាំឲ្យ Wi-Fi ខាងនេះ load មកសិនចាំយើងធ្វើម្ដងទៀតតោះឥឡូវចុចឲ្យស្មើគ្នាហ្មងដៃម្ខាងចុច next ដៃម្ខាងចុចបិទ hotspot តោះត្រៀម1 2 3អូខេបាទនេះបងប្អូនបាទមិញយើងធ្វើអត់បានដោយសារតែយើងចុចបិទ hotspot ហើយតែ Wi-Fi ខាងនេះវានៅអត់ទាន់ដាច់អូខេឥឡូវបានហើយយើងចុច skip បានហ្នឹងហើយអញ្ចឹងតែប៉ុណ្ណឹងហើយបាទហើយបងប្អូនបាទយើងអាចប្រើទូរស័ព្ទយើងវិញបានហើយបាទចុច next ទៅតាមហ្នឹងទៅបាទកន្លែងហ្នឹងបងប្អូនចេះអស់ហើយមានបាក់អីទេបងប្អូនហ្នឹងហើយតែប៉ុណ្ណឹងរួចរាល់បាទ C point សម្រាប់ទូរស័ព្ទ version 15បាទមិនថា Oppo ឬក៏ Realme ទេបាទយើងធ្វើដូចគ្នាបាទអូខេអញ្ចឹងក្នុងវីដេអូនេះមានតែប៉ុណ្ណឹងទេបងប្អូនណាបាទហើយបើសិនជាបងប្អូនមានចង្អល់ឬក៏មិនយល់ត្រង់ចំណុចណាអីទៀតបងប្អូនអាចដាក់ជាសំណួរឬក៏ជា comment នៅខាងក្រោមវីដេអូនេះបានហ្នឹងហើយអញ្ចឹងក្នុងវីដេអូនេះមានតែប៉ុណ្ណឹងទេបងប្អូនបាទជម្រាបលាបាយបាយជួបគ្នាវីដេអូក្រោយ